យើងខំប្រឹងរត់ទទួលទាន10 20ឆ្នាំតាំងពីរៀបការមកបាន100000អីចឹងទៅអត់ហ៊ានធ្វើទានអត់ហ៊ានរក្សាសិលអីចឹងទៅទៀតនឹងឯងចឹងដើម្បីបានពេលវេលានឹងគិតទៅពីរត់ទ្របនឹងដល់ទៅពេលចាប់ដើមឈឺតិចតួចអីមិនទៅឲ្យពេទ្យមើលទេឈឺក្បាលអីហ្នឹងកន្លះឆ្នាំទៅបានវាមិនចេះបាត់សោះលេបថ្នាំបាត់តែមួយផ្លេតឈឺវិញដល់ទៅឲ្យពេទ្យពិនិត្យទៅពេទ្យសង្កពួរទៀតនៅពិនិត្យទៅគេថាដុសសាច់ក្នុងខួរក្បាលមហារាជភ័យទៅស្រុកនេះស្រុកនោះមើល$10000ហើយ10000ទៀតអស់100000ដែលខំសំ4-10ឆ្នាំនឹងមក20ឆ្នាំនឹងហើយក៏ស្លាប់ទៅអញ្ចឹងនឹងឯងអានឹងគឺជារឿងពិតណានឹងឯងរឿងរ៉ាវមនុស្សយើងនឹងអញ្ចឹងដែលមានជំងឺរោគាអញ្ចឹងមើលយើងអត់បានអីសោះខំប្រឹងមកជីវិតទ្រព្យក៏អស់ជីវិតក៏អស់បើយើងបានធ្វើទានរក្សាសិលបដើទៅបងប្អូនកូនចៅនឹងឯងយើងមិនអាចថាមានទ្រព្យសម្បត្តិនឹងធានាអាយុជីវិតបានទេយើងថាស្រឡាញ់ហើយអាយុជីវិតទោះជាលក់ផ្ទះលក់ដីដើម្បីជាបាលរោគក៏យើងព្រមដែរឲ្យតែបានជាប៉ុន្តែយើងកុំភ្លេចនឹងឯងឥឡូវនេះដែលយើងកំពុងតែមានជីវិតនៅរស់នេះយើងប្រើប្រាស់ជីវិតនឹងឲ្យមានទានមានសិលបំពេញសេចក្តីល្អគោរពដឹងគុណមេត្តាបិតាចឹងទៅនឹងឯងយើងចំណាយទ្រព្យសម្បត្តិរាប់ម៉ឺនដុល្លារដើម្បីបានជីវិតទៅយើងគិតយកជីវិតនឹងមកធ្វើអីគ្រាន់តែថាឲ្យបានរស់ហ្នឹងចុះឥឡូវកំពុងរស់ហើយតើវាមិនមែនយើងគ្រាន់តែបានរស់ហ្នឹងទេណាដែលយើងធ្វើបន់ចម្រើនបច្ចុប្បន្នហ្នឹងមិនមែនគ្រាន់តែយកការរស់នឹងរស់ទទួលគ្នានឹងស្លាប់ដដែលហ្នឹងមានតែណារស់រហូតប៉ុន្តែណែពាក្យថាចម្រើនបច្ចុប្បន្នដែលមានន័យខ្លឹមសារគឺធ្វើអាយុជីវិតហ្នឹងឲ្យចម្រើនទៅដោយទានសិលភាវនាចម្រើនទៅដោយបន់អាហ្នឹងពាក្យថាចម្រើនបច្ចុប្បន្នយ៉ាងមានសេរីសួស្តីយើងបានរស់នៅមួយថ្ងៃយើងបំពេញសេចក្តីល្អឲ្យចម្រើនឡើងចឹងទៅមានសិលមួយថ្ងៃប្រសើរជាងរស់នៅអស់រួយនៃឆ្នាំដែលអត់សិលព្រះពុទ្ធអង្គសម្ដែងអញ្ចឹងបងប្អូនកូនចៅចេះតែគិតថាយើងនៅរស់តែតាមពិតមួយថ្ងៃអស់ទៅណាមើលចឹងត្រូវបាត់បង់អាយុជីវិតណាហើយយើងគិតថារស់នៅដើម្បីតែទ្រព្យសម្បត្តិនឹងតើយើងឲ្យតម្លៃនៃជីវិតរបស់យើងស្មើនឹងមួយខែប្រមាណ$100ប្រមាណពាន់ឥឡូវយើងថាមួយខែ$1000ទៅចុះប៉ុន្តែដល់ទីបំផុតយើងត្រូវចំណាយប្រាក់នឹងដើម្បីសុខភាពដើម្បីជាបាលរោគទីបំផុតអត់ទាំងបាននៅរស់ផងចឹងបានថាយើងកុំឲ្យតម្លៃជីវិតរបស់យើងស្មើនឹងប្រាក់គឺយើងបានប្រាក់ហើយរត់ទទួលទាននឹងប៉ុន្តែយើងត្រូវតែវាចាកបាបសំខាន់គឺត្រង់ដែលថាមិនធ្វើបាបចិនជីវិតកុំឲ្យបៀតបៀនសត្វទាំងឡាយទាំងអត់ឃ្លានមានក្ររបរត្រឹមត្រូវជួញដូរក្នុងផ្លូវនៃសប្បុរសផ្លូវលោកផ្លូវធัวកុំឲ្យមានតោះផ្លូវល្អឥតខ្ចោះមេអង្គ8នឹងឯងដូច្នេះគឺថាឲ្យបងប្អូនកូនចៅរស់នៅឲ្យសុបាយចិត្តជាមួយនឹងសេចក្តីល្អរបស់ខ្លួនក្នុងលោកនេះភ្នំមាសភ្នំប្រាក់ផុសនៅក្រោមផ្ទះយើងក្រោយផ្ទះរបស់យើងក៏មិនមានតម្លៃស្មើនឹងសេចក្តីល្អរបស់យើងដែរព្រោះសេចក្តីល្អរបស់យើងទៅអាចជួយយើងឲ្យរួចពីបាបរួចពីសេចក្តីទុក្ខភ្នំមាសភ្នំប្រាក់មិនអាចជួយឲ្យយើងរួចពីអបាយភូមិទេណានឹងឯងដូច្នេះរឿងសំខាន់មានអីបានអីក៏បានទៅមានទៅប៉ុន្តែកុំឲ្យបាត់បង់សេចក្តីល្អក្នុងជីវិតរបស់យើងនេះទៅជាទីពឹងនៃជីវិតរបស់យើងដែលអាចឲ្យយើងរួចពីបាបរួចពីសេចក្តីទុក្ខបានអត់មានអីក្នុងโลกនឹងសំខាន់សម្រាប់យើងជាងខ្លួនយើងជាមនុស្សល្អទេតែកាលណាយើងបាត់បង់សេចក្តីល្អហើយគ្មានសេចក្តីល្អដទៃណាមកជំនួសបានទេតែសេចក្តីល្អរបស់យើងសំខាន់ណាស់ត្រូវអោបកសោបក្រាញនានាចំពោះសេចក្តីល្អក្នុងជីវិតរបស់យើងស្លាប់ទៅជាមួយនឹងសេចក្តីល្អហ្នឹងដែលយើងយល់ពីតម្លៃនៃជីវិតរបស់យើង